ការរៀបចំតំបន់ត្រជាក់ចិត្តសម្រាប់សង្ក្រាន្តបាត់ដំបងចិត្តសម្រាប់តាមគ្រោងការគណៈការបាញ់ទឹកនិងពពុះសាប៊ូបានធ្វើការសាកល្បងរួចរាល់ហើយអនុគណៈកម្មការតំបន់ត្រជាក់ចិត្តក្នុងសង្ក្រាន្តបាត់ដំបងបានធ្វើការសាកល្បងបាញ់ទឹកនិងពពុះសាប៊ូបន្ទាប់ពីការរៀបចំរួចរាល់ដើម្បីត្រៀមចូលរួមបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2025ខាងមុខនេះតំបន់ត្រជាក់ចិត្តគឺជាតំបន់ដ៏សំខាន់មួយក្នុងចំណោមតំបន់ទាំង11ដែលរដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំថ្មី2025សម្រាប់ឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិបានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយគ្រប់គ្នាតំបន់ត្រជាក់ចិត្តនេះក៏ជាតំបន់មួយដែលមានការពេញនិយមចូលលេងកម្សាន្តពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិរួមជាមួយតំបន់ពាងទឹកទាំងការបាញ់ទឹកក៏ដូចជាការស្រោចទឹកដាក់គ្នាផងដែរនៅក្នុងឱកាសនៃការដឹកនាំចុះត្រួតពិនិត្យបច្ចេកទេសក្នុងការរុះរើរៀបចំទីតាំងការបាញ់ទឹកនិងពពុះសាប៊ូសាកល្បងនៅក្នុងតំបន់ត្រជាក់ចិត្តនៅក្នុងបរិវេណវិមានឯករាជ្យព្រមទាំងពិនិត្យមើលការរៀបចំតុបតែងលម្អនៅតាមបណ្ដាទីតាំងសំខាន់ៗមួយចំនួនទៀតនោះអភិបាលខេត្តបាត់ដំបងលោកសុកលូបានជំរុញបន្ថែមដល់ក្រុមការងារធ្វើយ៉ាងណាដើម្បីពន្លឿនការរៀបចំទីតាំងតំបន់ទាំងនោះឲ្យបានឆាប់រួចរាល់នៅមុនពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីមកដល់សូមបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2025នឹងត្រូវធ្វើឡើងរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយសសយកខេត្តដោយគ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនរួមជាមួយការតុបតែងលម្អភ្លើងពណ៌ការរៀបចំឲ្យមានជាខ្លោងទ្វារសង្ក្រាន្តវេទិកាបើកព្រឹត្តិការណ៍សង្ក្រាន្តតំបន់ត្រជាក់ចិត្តតំបន់ពាងទឹកតំបន់ភូមិយើងតំបន់តន្ត្រីស្រុកស្រែតំបន់សាសនាតំបន់ផលិតផលយក្សតំបន់ភូមិបង្អែមខ្មែរពិព័រណ៍ទូទៅនិងតន្ត្រីសម័យ